បាទជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តជាពិសេសពុកម៉ែបងប្អូនដែលគាត់ជឿនៅលើឱសថបុរាណយើងហៅថាឱសថបុរាណទៅចុះពុកម៉ែបងប្អូនបាទឱសថមួយនេះគឺខ្ញុំបាទអត់ស្គាល់ឈ្មោះថាផ្កាអ្វីទេក៏ប៉ុន្តែមិនដឹងថានៅប្រទេសខ្មែរយើងសបោឬក៏អត់តែបើនៅស្រុកប្រទេសអូស្ត្រាលីគឺសម្បូរណាស់ពុកម៉ែបងប្អូនឱសថបុរាណមួយនេះគឺយើងជីកទាំងគ្រឹះទាំងផ្កាវាហើយទាំងស្លឹកវាយើងយកមកលាងទឹកឲ្យស្អាតហើយយើងដាំឲ្យវាពុះទៅក្តាប់មកក្តាប់ដៃមកហើយយើងដាក់ទឹក1លីត្របាទហើយយើងពេលទឹកពុះយើងងាស់ចោលប្រហែល5-6 នាទីទៀតមកហើយចាំយើងយកមកដាក់ក្នុងកែវដើម្បីឲ្យវាអ៊ុនៗសូមបញ្ជាក់ថាផឹកឲ្យវាអស់ជាតិថ្នាំណាពុកម៉ែបងប្អូនបាទហើយថ្នាំមួយមុខនេះឱសថបុរាណមួយមុខនេះពុកម៉ែបងប្អូនបាទគឺត្រូវជំងឺច្រើនមែនតើបាទពុកម៉ែបងប្អូនមិនចេះនិយាយទេអ្នកនៅអូស្ត្រាលីនេះគឺយើងមិនបាច់បង្ហើបឈ្មោះគាត់ដែលគាត់ឈឺទេណាគាត់មហារិទ្ធសួតដំណាក់កាលទី4ពុកម៉ែបងប្អូនពេទ្យគេមើលបញ្ជាគេឲ្យថ្នាំលេបឲ្យលេបតែឱសថបុរាណមួយនេះយើងអាចលេបជាមួយថ្នាំបានណាជាមួយថ្នាំពេទ្យបានខ្ញុំសូមប្រាប់ពុកម៉ែបងប្អូនបាទមហារិទ្ធសួតដំណាក់កាលទី4មកគឺជានៅឱសថបុរាណឬឈើផ្កាមួយនេះបាទហ្នឹងហើយកន្លែងនៅប្រទេសអូស្ត្រាលីកន្លែងខ្លះក៏សម្បូរកន្លែងខ្លះក៏មិនសម្បូរដែរបាទពុកម៉ែបងប្អូនអញ្ចឹងខ្ញុំសូមគ្រាន់តែការចែករំលែកជូនពុកម៉ែបងប្អូនអត់មានចង់បានអ្វីណា share ឬក៏ស្អីគេច្រើនពីពុកម៉ែបងប្អូនទេបាទការ share កាយពុកម៉ែបងប្អូនចង់ចែករំលែក share ក៏ share ទៅបើមិនចង់ចែករំលែកក៏ស្រេចតែពុកម៉ែបងប្អូនទេបាទគាត់នេះយើងចង់ឲ្យពុកម៉ែបងប្អូនចែករំលែកឲ្យពុកម៉ែបងប្អូនបានដឹងបានឮបាទទូទាំងសកលលោកបាទហ្នឹងហើយមិនធម្មតាទេណាហ្នឹងហើយមហារិទ្ធសួតដំណាក់កាលទី4មើលជាដោយថ្នាំឬឈើមួយនេះបាទពេលខ្ញុំធ្វើវីដេអូនេះហើយខ្ញុំនឹងមានដែលខ្ញុំកាច់ថ្មីខ្ញុំយកមកលាងបោះជូនពុកម៉ែបងប្អូនបាទនឹងហើយបើសិនជាពុកម៉ែបងប្អូនយល់ឃើញថាវីដេអូនេះល្អសេវទុកមើលហើយនឹងក៏ជួយចែករំលែក share ទៅឲ្យពុកម៉ែបងប្អូនដែលគាត់មានជំងឺផងទៅចុះបាទតែបើសិនជាពុកម៉ែបងប្អូនថាមិនខ្វល់មិនអី share ទេខ្ញុំបាទក៏អត់មានអ្វីខឹងពុកម៉ែបងប្អូនដែរបាទនេះគ្រាន់ជាការខ្ញុំចែករំលែកបាទកុំភ្លេចណាធ្វើញ៉ាំទាំងអស់គ្នាអ្នកអត់មានមហារិទ្ធសួតដំណាក់កាលទីម៉ានក៏ដោយណាគ្រាន់អាហារអ្នកនៅអូស្ត្រាលីនេះគេធ្វើការបាទជាមួយនឹងគ្រួសារខ្ញុំបាទមហារិទ្ធសួតដំណាក់កាលទី4ជីកដោយសារថ្នាំឬឈើផ្កាមួយមុខនេះបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណាសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយបាទបើមានអ្វីខុសឆ្គងក៏សំខាន់តែអភ័យទោសផងបាទសូមអរគុណបាយបាយ